ជំរាបសួរពុកម៉ែបងប្អូនបាទក៏ដូចជាបងជាងថ្ងៃនេះមកធ្វើតបូលទឹកលិចអុយគីតបូងក៏ធ្វើការបាញ់ហ្វូមបាទបាញ់ហ្វូមចូលឡាប្លោះដែលធំណាប្លោះលើតបូលក្បឿងបាញ់វាទុកចោលឲ្យវាទើបមកខ្ញុំប្រើអានេះបាទហ្វូម TOA PU ហ្វូមទើបមកខ្ញុំក៏ដើរកោសកាវដែលវាអស់អាយុហើយគេប្រើមកយូរហើយក៏កាត់កោសវាចេញបយស្អាតទៅពីបយស្អាតហើយក៏បាញ់កាវដើរបាញ់កាវចូលប្រឡោះចាស់វាវិញសម្អាតឲ្យស្អាតហើយក៏យើងបាញ់ចូលវិញមកទៅពីបាញ់រួចហើយក៏រូតវាឲ្យស្អាតនេះខ្ញុំប្រើរបៀបកៅបាញ់ PU ដែលម៉ាក PU ពឿសបាញ់វាចិត្តអស់ហើយរូតឲ្យស្អាតហើយក៏អូយខែនេះទឹកវាលិចច្រើនវាភ្លៀងច្រើនភ្លៀងនឹងជាប់គ្នាខ្ញុំទឹកមកខ្ញុំយកផែនប្រទេស90S បាទនេះវា90S ខ្មៅម៉ាក TOA ដែលនេះវាខ្មៅតតឹងវា20បន្ទាប់មកខ្ញុំយកមកបិទវាតែបិទវាយបន្ទាត់ផងបានត្រង់ស្អាតតើវាយបន្ទាត់យកខ្សែវាយបន្ទាត់មកវាយបន្ទាត់ឲ្យស្អាតមកយើងបិទយើងរូតតែយើងរូតពីខាងលើមុនហើយបន្ទាប់មកយើងបើហើបវាឲ្យវាស្មើគ្នាហ្វូមដែលយើងបាញ់វាឥឡូវវានេះហើយវាប៉ោងហើយវាចេញមកវារឹងហើយទៅមកយើងកាត់ឲ្យស្មើចេះមកកាត់ឲ្យស្មើបានហើយខ្ញុំយកប្រទេសស្អិតនោះឯងយកមកផ្ទះជឿយកមកបិទវាការពារទឹកនោះទឹកវាចូលតែមួយខាងទេមួយខាងមុខវាអត់ចូលទេបិទឲ្យសេរីវាឲ្យត្រូវតាមប្រឡោះក្បឿងព្រោះថាភ្លៀងវាខ្លាំងវាសាច់ទៅមកក៏ខ្ញុំដើរយកកាវយើងនេះរុះវាកុំឲ្យវារហែកព្រោះហ្នឹងវាបើត្រូវរបស់ស្រួចរបស់អីវាអាចថានឹងរហែកកោសស្កត់វាខាងលើឲ្យវាចាប់ជាប់នឹងស៊ីម៉ង់របស់យើងដោះរុះទៅមើលតាមជ្រុងវាបានក៏ដើរស្កត់តាមសេរីតាមប្រឡោះក្លុកកលៀតវាកាវនេះវាពិបាកបិទដែរបើយើងបិទមិនត្រូវវានេះទើបមកក៏រួចហើយនេះខ្លះថ្ងៃ